វិធីថែទាំជង្គង់ឬក៏ការពារការឈឺឬក៏សឹកសន្លាក់ជង្គង់ក្រោយអាយុ40បងប្អូនដឹងហើយថានៅពេលដែលយើងចាប់ផ្ដើមមានអាយុ40ឡើងគឺជង្គង់របស់យើងគឺចាប់ផ្ដើមបាត់បង់ជាតិទឹកបាត់បង់ collagen ពីមួយឆ្នាំទៅមួយឆ្នាំគឺអាយុ40ឡើងគឺការបាត់បង់ collagen គឺយើងអាចបាត់ 1% ជារៀងរាល់ឆ្នាំអញ្ចឹងនៅពេលដែលបងប្អូនមានអាយុ50ឆ្នាំបានន័យថាជង្គង់របស់យើងគឺថយ collagen ឬក៏បាត់បង់ជាតិទឹក 10% អញ្ចឹងគឺបងប្អូនចាប់ផ្ដើមមានសញ្ញានៃការឈឺសន្លាក់ជង្គង់អញ្ចឹងអាហារដែលបងប្អូនគួរតែតមបំផុតដើម្បីកុំឲ្យបញ្ហាស្ងួតឬក៏សឹកសន្លាក់ជង្គង់នឹងងាយវិវត្តបានលឿនគឺយើងត្រូវតែតមអាហារផ្អែមឬក៏អាហារដែលមានជាតិខ្លាញ់ច្រើនដូចជាអាហារបំពងឬក៏ឆាបងប្អូនដឹងហើយថាអាហារទាំងពីរមុខនេះគឺងាយបំផ្លាញ collagen ឬក៏ជាតិទឹកនៅក្នុងសន្លាក់ជង្គង់របស់យើងលឿនមែនទែនហើយបងប្អូនត្រូវតែញ៉ាំទឹកឲ្យបានញឹកញាប់ឬច្រើនរៀងរាល់2ម៉ោងម្ដងដើម្បីទប់ស្កាត់ការស្ងួតជាតិទឹកនៅក្នុងសន្លាក់ជង្គង់របស់យើងជាពិសេសនឹងគឺជួយបំពងសាច់ដុំនិងសន្លាក់ឆ្អឹងរបស់យើងគ្រប់ដងខ្លួនទៀតជាតិទឹកគឺសំខាន់មែនទែននៅពេលដែលបងប្អូនព្យាយាមញ៉ាំឲ្យបានគ្រប់គ្រាន់បញ្ហាឈឺសន្លាក់នឹងគឺអត់សូវមានទេប៉ុន្តែបើសិនជាបងប្អូនញ៉ាំអាហារពីរមុខខាងលើដែលយើងហាមប្រាមដូចជាជាតិកឬក៏ខ្លាញ់បំពងច្រើនគឺវាទៅបំផ្លាញសន្លាក់បងប្អូនងាយឡើងរលាកហើយធ្វើឲ្យឈឺហើយនៅពេលដែលបងប្អូនចង់ឲ្យភាពឈឺនឹងបានធូរបានលឿនព្យាយាមញ៉ាំទឹកឬក៏អាហារដែលមានជាតិ collagen ឬក៏កាកសរសៃនឹងឲ្យបានច្រើនហើយកុំភ្លេចបន្ថែមពពួក omega 3នៅក្នុងអាហារពេលព្រឹកបងប្អូនដើម្បីឲ្យសន្លាក់ជង្គង់បងប្អូនអាចរក្សាភាពសើមឬក៏ជាតិទឹកឬក៏ពពួក collagen នឹងឲ្យនៅស្ថិរភាពកុំឲ្យបាត់បង់ឬស្ងួតបងប្អូនដឹងហើយនៅពេលដែលសន្លាក់ជង្គង់យើងចាប់ផ្ដើមស្ងួតខ្លាំងគឺភាពកកិតនឹងគឺកើតឡើងលឿនមែនទែនដែលបងប្អូនដើរក៏ពិបាកឈរក៏ពិបាកការឡើងចណ្ដាលក៏ពិបាកដែរគឺងាយកកិតធ្វើឲ្យយើងឈឺសន្លាក់ជង្គង់លឿនទាំងតែយើងនៅវ័យក្មេងអញ្ចឹងបងប្អូនដែលអាយុ40ឆ្នាំឡើងគួរតែបន្ថែម collagen ឬក៏ជាតិទឹកឬក៏ពពួក omega 3ឲ្យបានទៀងទាត់ហើយមួយទៀតនឹងបងប្អូនត្រូវតែញ៉ាំល្មៀតឲ្យបានយ៉ាងតិច2ដងក្នុងមួយថ្ងៃបើសិនជាអាចបន្ថែមនៅក្នុងភេសជ្ជៈឬក៏អាហារគឺរឹតតែល្អគឺទប់ស្កាត់ការរលាកហើយមួយទៀតគឺជួយទប់ស្កាត់ការសឹកសន្លាក់ជង្គង់បានច្រើនចង់បាន tip ល្អៗកុំភ្លេច follow page គឹមសានឬក៏ share វីដេអូនេះមួយផងអរគុណបងប្អូនបើសិនជាចាប់អារម្មណ៍ omega 3នេះរួចរាន់ដាក់កំងឲ្យហើយតើមាន promotion ចូលឆ្នាំចិននេះតម្លៃពេញ$60នៅសល់តែ$40ជូនបងប្អូនទេអរគុណ